សួស្តីអូនទាំងអស់គ្នាដែលទៅប្រឡងពេទ្យជាប់ថ្មីសំពោះអ្នកដែលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលគេហៅថាសាលាក្រហមឬក៏សាលា UHS ហ្នឹងណាក្នុងឯហ្នឹងគឺខ្ញុំមកធ្វើការនិយាយពាក្យព័ន្ធជាមួយនឹងមុខវិជ្ជានៃជំនាញមួយដែលគេរៀននៅក្នុងឆ្នាំទី1ឬក៏គេហៅថាឆ្នាំមូលដ្ឋានមេទី1អ្នកនរគ្នារៀន4មុខវិជ្ជាទី1 Anatomy គេរៀនអំពីកាយវិភាគវិទ្យាដូចជាសរីរាង្គកាយរបស់យើងហ្មងប៉ុន្តែគេអត់សូវស៊ីជម្រៅលម្អិតម៉ានៃពួកអ្នកគ្នារៀនធំទៀតគេមានមុខវិជ្ជានឹងបន្តទៀតហើយកាយវិភាគវិទ្យាហ្នឹងបើន័យថាអ្នកនរគ្នារៀនជាបច្ចេកទេសពេទ្យជាពាក្យបច្ចេកទេសពេទ្យអញ្ចឹងបើន័យថាពាក្យធម្មតាដូចជាដូចថា nose ជាភាសាអង់គ្លេសឬមួយជាភាសាបារាំងគេហៅអីផ្សេងអញ្ចឹងទៅបើន័យថាអត់មានជាអីដែលគេយកមកនិយាយគេនិយាយជាពាក្យបច្ចេកទេសអញ្ចឹងអ្នកនរគ្នារៀនពីពាក្យបច្ចេកទេសពេទ្យនៅក្នុងមុខវិជ្ជាកាយវិភាគវិទ្យាហើយចំពោះមុខវិជ្ជាទី2គឺ biology ជីវវិទ្យាអ្នកនរគ្នាធ្លាប់រៀនហើយតាំងពីក្មេងៗមកប៉ុន្តែកន្លែងនេះនិយាយអំពី mechanism វាមួយអញ្ចឹងប៉ុន្តែវានៅកម្រិតស្រាលទេហើយចំណុចទី3រៀនតកតងមួយ public health ហ្នឹងគឺតកតងជាមួយនឹងសុខភាពសាធារណៈដូចជាការពី COVID អញ្ចឹងគេដាក់ជានិកា3គុំ3ការពារអញ្ចឹងនេះគឺជាតួនាទីរបស់អ្នកសុខភាពសាធារណៈមានន័យថាយើងមានជាវិធីសាស្ត្រដើម្បីការពារសហគមន៍យើងអញ្ចឹងខ្ញុំអត់និយាយបកស្រាយច្រើនណាពេលអ្នកនរគ្នាចូលរៀនអ្នកនរគ្នាដឹងហើយចំពោះមុខវិជ្ជាទី4គឺមុខវិជ្ជា biochemistry ឬក៏គេហៅថា biochemistry ហ្នឹងគេនិយាយពីជីវគីមីឈរមាសទី2សរុបទៅមាន5មុខអ្នកនរគ្នាទី1គឺ fundamental of nursing science ចង់បានន័យថាយើងរៀនពាក់ព័ន្ធជាមួយនឹង nursing ពីការចាក់សេរ៉ូមតកតងមួយការចាក់ថ្នាំចាក់សើស្បែកចាក់ក្រោមស្បែកចាក់សាច់ដុំរៀនតកតងមួយវិធីថែទាំហ្មងអ្នកនរគ្នាអញ្ចឹងបានន័យថាក្នុងជំនាញទី2យើងរៀនពីមុខវិជ្ជាថែទាំជា embryology ហ្នឹងតកតងមួយនឹង embryo យើងរៀនពីកំណើតនៃរាងកាយរបស់មនុស្សតាពីនៅកំណើតជាដុំមូលតូចរហូតដល់ខ្ល้ายទៅជាការបង្កកំណើតមួយអញ្ចឹងណាហ្នឹងគេរៀនពី embryo ហើយចំណុចទី3ឬក៏មុខវិជ្ជាទី3គេរៀនអំពី IDA ពេញមកគេហៅថា infection disease agent បានន័យថាភ្នាក់ងារបង្ករោគភ្នាក់ងារដែលបង្កឲ្យមានជំងឺនេះជំងឺនោះអញ្ចឹងមានភ្នាក់ងារបង្ករោគយើងរៀនពីហ្នឹងហើយតកតងមួយមុខវិជ្ជាមួយទៀតតកតងនឹង demography គេរៀនពាក់ព័ន្ធជាមួយនឹងប្រជាសាស្ត្រហើយប្រជាសាស្ត្រហ្នឹងគឺតកតងមួយអ្នកនរគ្នារៀនពី Frey កង់រៀនពី Frey ប្លង់នៃជំងឺមួយរបៀបថាជំងឺហ្នឹងវាកើនឡើងខ្លាំងសន្ទុះណាហ្នឹងគេរៀនពី Frey កង់និង Frey ប្លង់គេហៅថាប្រជាសាស្ត្រហ្នឹងឯងហើយមុខវិជ្ជាចុងក្រោយគេរៀនពីមុខវិជ្ជា history គឺប្រវត្តិវិទ្យានិយាយទៅចំពោះមុខវិជ្ជាប្រវត្តិវិទ្យាមិនថាសាលាណាមិនថាសាលាពេទ្យមិនថាសាលាអីផ្សេងគេតែងតែដាក់បញ្ចូលនៅក្នុងឆ្នាំទី1ឯងហើយមួយទៀតអ្នកនរគ្នាទៅរៀនភាសាពួកអីចំពោះសាលាក្រហមហ្មងគេមានបែងចែកជាភាសាមួយទៀតភាសាហ្នឹងសាលាចំពោះ pharmacy ហើយនិង doctor គេឲ្យរៀន3ឆ្នាំ free នៅសាលាអារីយ៉ង់ឬក៏ហៅថា Institut Français ហ្នឹងវិទ្យាស្ថានភាសាបារាំងហ្នឹងអ្នកនរគ្នាគេឲ្យរៀន3ឆ្នាំអញ្ចឹងយើងឆ្នាំទី1យើងទៅប្រឡងហើយចំពោះមុខវិជ្ជាផ្សេងទៀតគេរៀនជាភាសាអង់គ្លេសដែលគេរៀននៅ ACE ហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងពេញចិត្តវីដេអូមួយហ្នឹងហើយអ្នកនរគ្នាកុំភ្លេចជួយចុច subscribe channel YouTube ខ្ញុំវិញផងអរគុណច្រើនបាយ